របៀបធ្វើស្បែកជ្រូកបំពងគឺស្រួលខ្លាំងណាស់បងប្អូនយើងអាចធ្វើសម្រាប់ញ៉ាំលេងក៏បានឬមួយក៏ទុកស្លក៏បានដែរវិធីធ្វើគឺខ្ញុំដាំទឹកមួយឆ្នាំងហើយយើងដាក់ខ្ញី 4-5 ដុំទៅបន្ទាប់មកដាក់ស្បែកជ្រូកចូលហើយខ្ញុំដាក់ស្បែកជ្រូកហ្នឹង2គីឡូប៉ុន្តែនៅក្នុងឆ្នាំងហ្នឹងអត់ដល់2គីឡូទេខ្ញុំស្ងោរទុកខ្លះហើយមិញខ្ញុំបានដាក់អំបិលបន្តិចដែរយើងស្ងោរប្រហែលជា20នាទីឲ្យស្បែកជ្រូករបស់យើងវាឆ្អិនល្អបន្ទាប់មកយើងស្រង់ឡើងមកទុកឲ្យត្រជាក់សិនពេលដែលវាត្រជាក់ហើយចាំជាខ្លាញ់ចេញបែបនេះយើងត្រូវតែជាអស់បើមិនចឹងទេយកទៅបំពងអត់សូវល្អទេរួចហើយយើងកាត់វាជាដុំតូចៗឬក៏ធំៗល្មមតាមយើងចង់បានបើសិនបងប្អូនចង់យកទៅបំពងសម្រាប់ញ៉ាំលេងអាចកាត់តូចៗជាងនឹងបន្តិចហើយប្រឡាក់មួយអំបិលស្ករប៊ីចេងអីតាមបងប្អូនចូលចិត្តប៉ុន្តែដោយសារខ្ញុំយកទៅស្លអញ្ចឹងខ្ញុំអត់ប្រឡាក់អីថែមទៀតទេខ្ញុំដាក់វាយកហាលអញ្ចឹងតែម្ដងហើយយើងត្រូវហាលរហូតទាល់តែស្បែកជ្រូកនឹងឡើងក្រៀមរឹងខ្លាំងហ្មងបងប្អូនបើនៅទន់ៗអីធ្វើអត់កើតទេទាល់តែវាក្រៀមមកទំហឹងហ្មងចឹងពេលស្បែកជ្រូកយើងក្រៀមល្អហើយយើងអាចយកមកបំពងបានហើយប្រេងត្រូវតែក្តៅខ្លាំងបើមិនចឹងទេស្បែកជ្រូកអត់ឡើងល្អទេចឹងតែប៉ុណ្្នឹងគឺរួចហើយបងប្អូនស្បែកជ្រូកបំពងខ្ញុំឡើងស្រួយល្អមែនទែនហើយបើបងប្អូនធ្វើញ៉ាំលេងពេលដែលបំពងហើយសូមច្រកថង់ឬក៏ដាក់ក្នុងកន្លកែវឲ្យជិតបើមិនចឹងទេស្វិតអស់ហើយ